បាទសួស្តីពុកម៉ែបងប្អូនដល់ថ្ងៃនេះគឺមានអាំព្លីម្នាក់មកជូនអញ្ចឹងពុកម៉ែបងប្អូនបាទតែនេះជាប្រភេទ Class D បាទ Class D 1000 វ៉ាត់ហើយប្រើជាមួយនឹង File 2គ្រាប់បាទដំណើរការដោយ IC 1គ្រាប់នេះបាទគឺត្រៃរបស់វាបាទជាផ្លូវសម្រាប់បញ្ជូនសញ្ញាឲ្យ File វាធ្វើការអញ្ចឹងពួកអានេះវាស្រួលប្រើជាង500 វ៉ាត់ពុកម៉ែបងប្អូនបាទស្រួលប្រើជាង500 វ៉ាត់ហើយតម្លៃវាមួយស្លាកទិញ500 វ៉ាត់ចិត្តបាន3ស្លឹកបាទចិត្តបាន3ស្លឹកអញ្ចឹងតម្លៃវាខុសគ្នាគុណភាពក៏វាខុសគ្នាសម្រាប់500 វ៉ាត់ពុកម៉ែបងប្អូនជួនកាលយកទៅប្រើទៅចាក់លឺទៅបាត់អីចឹងពុកម៉ែបងប្អូនបាទពេលខ្លះទៅក៏មកពីភ្លើងបាទពេលខ្លះទៅក៏មកពីភ្លើងចាក់លឺបាត់ហ្នឹងតែពេលខ្លះមិនមែនមកពីភ្លើងទេគឺមកពុកម៉ែបងប្អូនដាក់ឧបករណ៍លើសវាបាទដាក់លើសវាតាមបទពិសោធន៍របស់ខ្ញុំដែលធ្លាប់ប្រើ500 វ៉ាត់កន្លងមកជួនកាលយើងយកទៅដាក់ឧបករណ៍ធំទៅវាបើកលើទៅវាបាត់មួយផ្លែតអញ្ចឹងបាទអាចមកពីភ្លើងឬក៏វាលើសកម្លាំងរបស់វាមកពីវាពីហ្នឹងប្រហែលបាទមូលហេតុដែលបើកទៅបាត់មួយផ្លែតហ្នឹងអានេះអេមបាទបើកអត់បាត់ទេភាគច្រើនគឺអត់បាត់ទេសម្រាប់ឧបករណ៍យើងមកតែត្រឹម1000 វ៉ាត់មកក្រោមគឺប្រើវាអេមបាទឬក៏លើ1000 វ៉ាត់តិចតួចបាទលើ1000 វ៉ាត់តិចតួចវាអស់ដល់2អូមហ្នឹងបងប្អូនអស់ដល់2អូមព្រោះនេះបើ500 វ៉ាត់អស់បានត្រឹម4អូមបាទចំណែកពួកអស់នេះគឺបានដល់2អូមបាទបាន2អូមប្រើភ្លើងចាប់ពីបុកដក55 ដុល្លារបាទឬក៏បុកដក50ឡើងទៅ75អីនឹងឯងពុកបងប្អូនណាភ្លើងសរុបគឺ150 160អីហ្នឹងគឺប្រើបានបាទប្រើបានតោះឥឡូវយើងនិយាយពីClass D 1000 វ៉ាត់ប៉ុណ្ណឹងឥឡូវសូមណែនាំគេហៅថាប្រេពុកបងប្អូនប្រេអាំភ្លីប្រេប្រភេទនេះមិនមែនជាប្រេធម្មតាទេពុកបងប្អូនណាដោយសារអីដោយសារវាមានពណ៌ក្រហមពណ៌ខៀវលេគ្នាអញ្ចឹងពុកបងប្អូនអញ្ចឹងវាអត់ធម្មតាបាទប្រភេទនេះគេហៅថា Brand ZK ពុកបងប្អូនបាន ZK Pro 1បាទជាប្រេចែកសាប់ចែកសង់ពុកបងប្អូនប្រេចែកសាប់ចែកសង់បាទអានេះគឺ input ចំណែកនេះគឺទៅសាប់អានេះទៅសង់បាទអានេះគឺមួយផ្នែកបាទមួយផ្នែកទំនេះចំណែកមួយផ្នែកទំនេះគឺវាក៏មានចែកសាប់ចែកសង់ហ្នឹងដែរបាទប៉ុន្តែតាមក្រុមហ៊ុនគឺប្រើឲ្យយើងប្រើនេះបាទប្រើនេះអញ្ចឹងអានេះខ្ញុំអត់ទាន់បានសាកមើលទេមិនដឹងថាវាចេញសញ្ញាមិនតែអុកស្អាតណាស់បងប្អូនសម្រាប់សាប់បាទទៅសង់បន្តិចបន្តួចបាទសង់ទៅបន្តិចបន្តួចហើយខ្ញុំដាក់ជាមួយនឹងបត240ជាមួយនឹងឧបលោ3តា2គ្រាប់បាទចេញមកច្រកមានន័យថាវា4អូមបើកអុកឡើងចង់លបើកក្តាស់ឧបលោបាទបើកចង់លបើកក្តាស់ឧបលោដោយសារអីប្រេនេះវារុញសញ្ញាប្រភេទសាប់ទៅខ្លាំងបាទហើយទៅខ្លាំងវាស៊ីភ្លើងចាប់ពីបាទវាស៊ីភ្លើងតែ2ច្រកទេបងប្អូនណាប្រភេទនេះបាទគឺ12 វ៉ាត់រហូតដល់30 វ៉ុលបាទអញ្ចឹងវាប្រើជាមួយនឹងអាំភ្លីប្រភេទបតអាំភ្លីហ្នឹងទូទៅបាទទូទៅបាទអត់កែច្នៃភ្លើងអីទេបាទហើយអានេះគឺ volume room បាទ volume bass volume high អញ្ចឹងទៅបាទអាហ្នឹងអាពីហ្នឹងគ្រាន់តែថាមួយណាចំណែកអានេះគឺសាប់អានេះគឺប្រេកង់សាប់អញ្ចឹងគឺអេមបាទគឺអេមខ្ញុំសាកមើលគុណភាពវាគឺល្អណាស់តែគូទន្ទឹមនឹងគុណភាពល្អវាមិនដែរបងប្អូនបាទវាមិនដែរគឺថ្លៃគូសមដែរបាទថ្លៃគូសមដែរប៉ុណ្ណេះតម្លៃល្បាក់15រៀលឬក៏ក្រោមបន្តិចបន្តួចឬក៏លើ15ទៀតបាទអញ្ចឹងតម្លៃវាគឺថ្លៃតែមានតែវាមួយហ្នឹងគឺគ្រប់សម្រាប់រៀបអាំភ្លីចែកសាប់ចែកសង់បាទគឺគ្រប់ហ្មងយើងមិនបាច់ហត់ឆ្នៃទៀតទេបាទដាក់សញ្ញាចូលទៅតាមនេះសញ្ញាចូលទៅតាមរននេះរួចហើយដោតសញ្ញា output គឺ2រននេះមួយសាប់មួយសង់បែកទៅប្រហែលអាំភ្លីក៏បានដែរអត់បញ្ហាទេ control ទៅមកផ្ទះហ្នឹងក៏អូខេបាទអត់បាច់ហត់ឆ្នៃអីទៀតទេអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនចូលចិត្តធ្វើអាំភ្លីដើម្បីឲ្យទៅតាមចិត្តខ្លួនឯងគឺអូខេបាទអូខេមានវាមួយនេះក៏អូខេសួរថាហេតុអីបានជាចាំបាច់រៀបអាំភ្លីយើងមិនក៏មិនទិញវាទាំងមូលតែម្ដងបាទទីមួយទិញទាំងមូលគឺថ្លៃបាទគឺថ្លៃហើយបើយើងរៀបទោះថាយើងរៀបអស់តិចជាងមិនមែនបាទយើងរៀបចង្កល់អស់ច្រើនជាងទិញទៀតបាទហើយសួរហេតុអីបានរៀបគឺវាបានទៅតាមអ្វីដែលយើងចង់បានឧទាហរណ៍សម្រាប់អាំភ្លីគឺភាគច្រើនវារៀបតែទូទៅទេវាកម្រមានអាំភ្លីចែកសាប់ចែកសង់ណាស់លើកលែងតែអាំភ្លីសក់ឡានឬក៏អាំភ្លីមកពីចិនជា brand ZK នេះគឺមានបាទអាំភ្លីតូចត្រឹម1000 វ៉ាត់ចុះក្រោមតែបើលើ1000 វ៉ាត់គឺមិនងាយនឹងមានអាំភ្លីចែកសាប់ចែកសង់ទេវាមានដែរមួយតែវាមិនងាយបាទអញ្ចឹងភាគច្រើនគេប្រើប្រេបាទប្រើប្រេដើម្បីឲ្យវាចែកសាប់ចែកសង់ទៅពីងាយរួចហើយចូលក្នុងអាំភ្លីដើម្បីឲ្យអាំភ្លីប្រភេទខ្លះវាយសាប់អាំភ្លីប្រភេទខ្លះវាយសង់បាទវាយសង់អញ្ចឹង
បើសិនជាយើងចង់ឲ្យវានៅជុំគ្នាឧទាហរណ៍ថាយើងចង់រៀប ampli តែមួយហើយឲ្យវានៅជុំគ្នាតទៅយើងប្រើពេលហ្នឹងទៅវាស្រួលបាទវាស្រួលហើយអាហ្នឹងស្រេចតែពុកម៉ែបងប្អូនគិតទេបាទគិតទេបើសិនជាយើងចង់ទិញប្រេប្រភេទមកពីថៃអីក៏តែបានដែរបាទក៏តែបានដែរតែប្រភេទប្រេមកពីថៃនោះខ្ញុំមិនទាន់បានសាកមើលទេមិនដឹងថាគុណភាពវាយ៉ាងណាដែរតែប្រភេទនេះគឺបើសិនជាពុកម៉ែបងប្អូនឬក៏បងជាងត្រូវមានមួយថាចង់ឲ្យរៀបចែកសាប់ចែកចង់ប្រើប្រភេទនេះគឺអត់ទាស់ចិត្តទេបាទអត់ទាស់ចិត្តទេអុកស្អាតមែនតើពុកម៉ែបងប្អូនបាននិយាយទៅវាចូលសញ្ញាសាប់ហ្នឹងស្អាតមែនតើអុកធ្ងន់និយាយទៅ brand ZK គឺអុកធ្ងន់ស្អាតបាទអុកធ្ងន់ស្អាតមែនតើហើយសម្រាប់ប្រេច្រៀងអាហ្នឹងក៏ខ្ញុំមិនទាន់បានសាកដែរមិនដឹងថាវាច្រៀងគ្រោះយ៉ាងណាទេតែតម្លៃក៏ថ្លៃគួរសមដែរបងប្អូនបាទប្រេច្រៀងណាអញ្ចឹងអត់មានអីវែងឆ្ងាយទេសម្រាប់ប្រេនេះគឺមានតិចដែរទេក្នុងស្តុកបានតិចដែរទេអាចទៅមកបានបាទហើយប្រេនេះប្រហែលអាមួយខ្ញុំយកមកថតនេះអាចនឹងមានម្ចាស់ហើយដល់ថាអីខ្ញុំប្រហែលជាទុករៀបជូនបងនៅខាងពងស្ពឺបាទហើយដល់ថាខ្ញុំខ្វះគ្រឿងអញ្ចឹងរងចាំមួយថ្ងៃពីរថ្ងៃទៀតឬក៏3ថ្ងៃទៀតបងអធិស្ឋានបងកក់លុយគាត់កក់លុយច្រើនដែរពុកម៉ែបងប្អូនបាទកក់លុយច្រើនដែរអញ្ចឹងគាត់ទេមកតាមម្ដងហើយបាទហើយសូមអធិស្ឋានបងប្រុសបាទខ្វះគ្រឿងបងប្រុសហើយខ្វះគ្រឿងបើសិនមានគ្រឿងរៀបអត់យូរប្រហែលទេមួយថ្ងៃពីរថ្ងៃគឺហើយពុកម៉ែបងប្អូនបាទតែខ្វះគ្រឿងគឺតបាក់ប្រហែលជាចិត្តមួយអាទិត្យហើយបាទគាត់កក់លុយចិត្តមួយអាទិត្យហើយទិញវ៉ាន់ពីចិនមកអញ្ចឹងគឺយូរល្បាក់10ថ្ងៃអញ្ចឹងទៅដល់ហើយយើងខ្វះគ្រឿងជាថ្លៃបងប្រុសនៅខាងពងស្ពឺដែរហើយសួរថាបោកអត់ទេខ្ញុំមិនយកលុយមិនទិញទៅទេលុយវាច្រើនគួរសមដែរតែយកលុយប៉ុណ្ណឹងមកដូរជាមួយនឹងការដែលត្រូវដោះសារពីពុកម៉ែបងប្អូននោះគឺខ្ញុំអត់ចោលទេបាទអត់ចោលទេអញ្ចឹងគឺខ្ញុំរត់តុកចិត្តយកចំណេញតិចតួចហើយរកបានយូរអង្វែងបាទរកបានយូរអង្វែងណាបងប្អូនបាទហើយវីដេអូថ្ងៃនេះមានតែប៉ុណ្ណេះទេបាទសូមអរគុណសូមជម្រាបលា